រឿងក៏បានកាត់មកមន្ទីរពេទ្យតង់គួនលោកគ្រូសារបស់យើងនិយាយទូរស័ព្ទកូនអន្ទាក់ខ្លាយ៉ាងសង្ហាមិនអីទេបងប្រុសចាំជួបគ្នាចាំនិយាយគ្នាផ្ទាល់លូដែលគេងកំដរលូស៊ូសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថាលូស៊ូបានភ្ញាក់ឡើងលោកគ្រូសាក៏ប្រញាប់រត់ចូលមកនៅទីបំផុតមិត្តសម្លេងរបស់ខ្ញុំបានភ្ញាក់ហើយលូស៊ូក៏បានតបខ្ញុំបានឮអ្នកនិយាយទូរស័ព្ទអំពីទីស្នាក់ការកណ្ដាលខ្ញុំចង់ដឹងថាមានរឿងធំបែបនេះកើតឡើងហើយអ្វីទីស្នាក់ការកណ្ដាលមិនចាត់វិធានការអ្វីសោះអញ្ចឹងលោកគ្រូសាបន្ទាប់ពីឃើញលូស៊ូខឹងក៏ប្រញាប់និយាយថាកុំខំខ្លាំងពេកលោកទៅតែដឹងខ្លួននោះទេរឿងទាំងអស់វាស្ថិតក្នុងការរំពឹងទុករបស់លោកយាយអ្នកនិងទីស្នាក់ការដែលឲ្យអ្នកគឺជាអ្នកស្នងតំណែងសត្វទេពគោលបំណងរបស់ពួកគាត់ចង់ឲ្យលោកមាននៅការដាំដុះធម្មពលវិញ្ញាណលូស៊ូក៏ភ្ញាក់ផ្អើលអ្វីទៅចុះលោកម្ចាស់ហួងជាអ្នកណាពួកគេយកជីវិតមនុស្សមកលេងសើចពេកហើយលោកគ្រូសាក៏បាននិយាយប្រាប់ទៀតអូហូគ្រូសាហួងជួបគ្រោះថ្នាក់គឺជាកំហុសរបស់ការិយាល័យកណ្ដាលនិយាយឲ្យខ្លីពួកយើងក៏មិនទាន់ដឹងដែរតើតែទៅទីស្នាក់ការកណ្ដាលដើម្បីជួបបងប្រុសច្បងរបស់ខ្ញុំលូស៊ូបានបន្តនិយាយមកដូច្នោះវាមានន័យថាលោកគ្រូសាក៏មានទំនាក់ទំនងជាមួយនឹងទីស្នាក់ការកណ្ដាលដែរបើអញ្ចឹងអ្វីដែលលោកបាននិយាយឡើងមកដែលជាបងប្រុសច្បងរបស់លោកតើគាត់ជាអ្នកណាដោយលោកគ្រូសាក៏បាននិយាយដល់សារអូមានសំខាន់នោះទេមានរឿងមួយដែលលោកត្រូវតែដឹងអ្នកនាងហុងហ្វីបានយំសោកយ៉ាងខ្លាំងលូស៊ូលោកមិនអាចស្លាប់ចោលខ្ញុំបាននោះទេនិយាយដើមគេឡើងឈ្ងុយពេលនេះម្ចាស់គេក៏បានបើកទ្វារចូលមកលោកគ្រូសាគៀងនិយាយមិនចេញអេអុចបន្តិចក៏បានដើរចេញទៅលូស៊ូក៏បាននិយាយប្រាប់ទៅសត្វទេពថាខ្ញុំនឹងឲ្យឯងសម្រាប់នៅក្នុងរាងកាយរបស់លោកគ្រូសាពេលដែលស្ដាប់ឮបែបនោះលោកគ្រូសាដូចជាដឹងខ្លួនព្រោះថាសត្វទេពពេលដែលគេចូលទៅក្នុងខ្លួននរណាម្នាក់គឺចូលតាមរុនគូតលោកគ្រូសាស្រែកពេញទៅនឹងក្តោបនគូតរបស់គេរត់ចេញទៅកុំអីអាអិតឯងមិនអាចធ្វើបែបនេះនោះទេស្រែកឡើងរំជួយមន្ទីរពេទ្យតែម្ដងកាត់មកតាមផ្លូវនៅក្នុងទីក្រុងជនឡានជិះម៉ូតូធំយ៉ាងលយនិយាយទូរស័ព្ទថាមាននរណាម្នាក់បានកោះប្រជុំនិកាយលឿនយន្តម្ដងទៀតហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ទីប្រជុំនោះមែនហើយក្រុមមនុស្សរបស់ស៊ូយៀងស៊ីក៏ត្រូវបានបំផ្លាញចោលទាំងអស់ដែរគ្មាននរណាម្នាក់សង្ស័យអត្តសញ្ញាណរបស់ខ្ញុំនោះទេលោកម្ចាស់ខ្ញុំក៏ចង់សួររឿងមួយដែរតើទំនាក់ទំនងរវាងលោកគ្រូសៅគីមមីងនិងខ្ញុំជាអ្វីនឹងគ្នាឲ្យសម្លេងនៅក្នុងទូរស័ព្ទក៏បានមកលឺឡើងមកវិញកុំគិតច្រើនពេកនាងនឹងដឹងដល់ខ្លួនឯងនៅពេលដែលពេលវេលាមកដល់កាត់មករួមភ្នំមួយកន្លែងដោយអ្វីដែលជនឡានបាននិយាយក្រុមនិកាយលឿនយន្តកំពុងតែបើកការប្រជុំដោយបុរសម្នាក់ប្រហែលជាមេរបស់គេហើយបាននិយាយទៅកាន់នារីម្នាក់ថានាងសាងជនឡានតើនាងសុខចិត្តស្មោះស្ម័គ្រនឹងខ្ញុំទេដើម្បីស្នងដំណើររបស់លោកម្ចាស់ស៊ូយៀងស៊ីជនឡានដែលបន្លំខ្លួនចូលមកនាងក៏បានតបចាប់ពីពេលនេះទៅលោកគឺជាលោកម្ចាស់របស់ខ្ញុំនឹងហើយសាច់រឿងភាគទី24ដែលជារដូវកាលទី1របស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនឹងហើយ admin ក៏មិនដឹងថារដូវកាលទី2ចេញនៅថ្ងៃណាឆ្នាំណានោះទេព្រោះតែក្រុមហ៊ុនគេមិនបានប្រាប់ប្រសិនបើ season 2ចេញនៅថ្ងៃណា admin នឹងសម្រាយជូនអ្នកទាំងអស់គ្នាទស្សនា